ស្ទើរបាយនយោបាយនៅប្រទេសកម្ពុជាដោយអាចចូលឈ្នះលោកហ៊ុនសែនតែងតែលើកមកនៅពេលគាត់ចាប់ក្បាលម៉ៃក្រូគាត់គិតថាគាត់នឹងគឺជាមនុស្សអស្ចារ្យណាស់អ្វីដែលគាត់និយាយគឺថាគាត់មានបញ្ញាអស្ចារ្យខ្ញុំប្រាប់ត្រង់ខ្ញុំស្រឡាញ់គាត់ខ្ញុំប្រាប់ត្រង់ខ្ញុំគ្រប់គ្រងគាត់ខ្ញុំប្រាប់ត្រង់ខ្ញុំវល់គាត់ហើយខ្ញុំក៏ហ៊ានប្រាប់ត្រង់ដែរថានយោបាយគាត់ដូចអាចចូលឈ្នះអញ្ចឹងដូចអាចចូលឈ្នះអញ្ចឹងសប្តាហ៍ថ្ងៃនេះណាលោកហ៊ុនសែនកំពុងតែរវល់នឹងរឿងអាចនៅក្នុងឈ្នះមានន័យថាម៉េចមានន័យថាអ្វីគឺគាត់បង្កើតអានឹងមកគាត់សប្តាហ៍ថ្ងៃកំពុងឆ្លោះនឹងបញ្ហាដែលគាត់បង្កើតខ្ញុំឲ្យឧទាហរណ៍សៀមកាន់កាប់ដីខ្មែរជាង50កន្លែងសៀមលុបចោល MOU ឆ្នាំ2001រឿងហ្នឹងកើតដោយសារអីកើតដោយសារហ៊ុនសែនសញ្ញេដែនទឹកឲ្យយួនឆ្នាំ82កើតដោយសារហ៊ុនសែនព្រមជាមួយយួនលើព្រំដែនគោកសៀមឃើញសៀមបង្កើតបញ្ហាហ្នឹងឲ្យគាត់មិនមែនបញ្ហាសៀមវាបង្កើតខ្លួនវាទេគឺវាបង្កើតដោយសារវាឃើញខ្មែរយើងហ្នឹងលក់ខ្លួនឲ្យយួនអ្នកណាអ្នកលក់ហ៊ុនសែនឃើញអាចចូលឈ្នះទេអូខេឥឡូវរឿងទី2រឿងធំរឿង scammer ហ៊ុនសែនទទួលយកមកដាក់នៅកម្ពុជាអ្វីដែលហ៊ុនសែនគិតថា scammer bring in grey money លុយងាយយកចាយ very easy money មានន័យថាលុយស្រួលបានជា scammer ពេញមកស្រុកខ្មែរហើយអ្វីដែលហ៊ុនសែននិយាយត្រូវកម្ចាត់ scammer ត្រូវអីណាគាត់បោកសម្រាមតែគាត់យកមកដាក់នៅស្រុកខ្មែរតាគាត់យកសម្រាមយកអាហ្នឹងមកដាក់នៅស្រុកខ្មែរស្អុយឲ្យលួចពេញស្រុកខ្មែរសួរថាចំមកគាត់ស្អុយទេចំមកគាត់អត់ស្អុយទេគាត់ចាប់ក្បាល microphone និយាយពីរឿងកម្ចាត់ scammer អីណាគាត់និយាយភូតពិភពលោកទេហ៊ុនសែនគាត់យល់ឃើញថាពិភពលោកភ្លើចឲ្យម្ដាយអន្តរជាតិភ្លើណាស់ពីព្រោះតាំងពី93មកហ៊ុនសែនគាត់បានជោគជ័យក្នុងការបោកពិភពលោក He lied to the world that Cambodia is democracy but actually Cambodia is not democracy Cambodia is dictatorship មានន័យថាគាត់កុហកថាជាទឹកតៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតាមពិតអត់ទេផ្ដាច់ការណាដូច្នេះហើយហ៊ុនសែន enjoy គាត់មានជំនឿមួយថានយោបាយអន្តរជាតិណាវាមិនខ្លាំងទេគាត់មានមោទនភាពថាការកាន់អំណាចរបស់គាត់នឹងគឺប្រកែណាប៉ុន្តែអារឿងទឹកដីដែលជាមួយសៀមនេះគឺជាអាចក្នុងឈ្នះតែគាត់បង្កើតអារឿង scammer នេះគាត់បង្កើតខ្លួនឯងគាត់នាំមក scammer មកដាក់គាត់យកអាស្ដេច scam ហ្នឹងធ្វើជាទីប្រឹក្សាបង្កើត scam ពេញស្រុកខ្មែរហើយគាត់ឥឡូវគាត់គិតថាគាត់អាចកុហកគេបានថាគាត់បោសសម្អាតអាចក្នុងឈ្នះទេណាអានេះខ្ញុំឲ្យឧទាហរណ៍តែពីរទេអញ្ចឹងនៅពេលដែលយើង try to analyze ហ៊ុនសែននៅពេលដែលយើងព្យាយាមវិភាគហ៊ុនសែនកុំប្រើ super logic កុំប្រើ កុំប្រើ sophisticated theory បើហ៊ានតែយក super logic ហើយនឹង sophisticated theory មក analyze ហ៊ុនសែនគិតមិនចាញ់ទេហ៊ុនសែននេះបើចង់វិភាគគាត់ណាយកតែរឿងបាតផ្សារមកនិយាយបានហើយអារឿងតូចមកនិយាយបានហើយមិនបាច់គិតថាហ៊ុនសែននឹង political scientist ទេគិតថាហ៊ុនសែនជា gangster មួយដែល mess up his own business បានហើយតិចទៅយកអីណា political science theory មកដាក់អីអត់ទេអត់ applicable ជាមួយហ៊ុនសែនទេហ៊ុនសែនគឺជាបរិសុទ្ធខ្លាំងនៅកម្ពុជាបរិសុទ្ធខ្លាំងមានន័យថាម៉េចជា gangster វាជាអ្នកលេងនៅកម្ពុជាអញ្ចឹងគាត់គំនិតគាត់មិនមែនជាគំនិត highly intellectual idea ទេក៏អត់ទេហើយអ្វីដែលគាត់ដោះស្រាយបញ្ហានេះគឺបញ្ហាដែលគាត់បង្កើតតាហើយហ៊ុនសែន enjoy បោកប្រជាជនខ្មែរថាហ៊ុនសែនដោះស្រាយបានអត់ទេដោះស្រាយអត់បានទេដោះអត់បានទេរបស់ដែលកម្ពុជាមានតែម្យ៉ាងហ្នឹងរបស់ដែលកម្ពុជាមានគឺសម្បូរបែបតែរបស់ដែលកម្ពុជាអត់មានគឺសណ្ដាប់ធ្នាប់ If you're talking about modern materials oh we have everything but when you're talking about law and order no ស្រុកខ្មែរគ្មាន law and order ទេត្រឡប់មករឿងហ៊ុនសែនរឿងអាចចូលឈ្នះទេខ្ញុំមិនចង់និយាយទេខ្ញុំខ្ជិលនិយាយព្រោះគាត់បងប្រុសខ្ញុំស្រឡាញ់គាត់ការតាចឯងទេគាត់គ្មានធ្វើអីថ្មីទេរឿងរបស់គាត់ណា
Còn áo dốt của lấy con sai ăn mà bảo mỗi con ở trong vị phía con đó vị phía chương nhẹ lên chương ông ắt nhẹ lên từ trong sọc môi nè chỉ bộ gangster môi bông manage thu môi con sai ọt miền hướng ấy đây bánh nhà ha đây con grab microphone dây nó cứ bánh nhà ha con bằng cả này rum đai tật rum đai đấy con thơ đấy con bằng cả scammer ấy chụp bẹt bông nol kê đây mi tròn chăn đi viết chưa không chênh niệm hồn sản lên Navatra Apakatna mi lên chăn na mi na prechi phu non cô ấy krang dư krang cái đuôi ấy là hút ta đo run ta ai run ta bốc ấy nâng tia bay po này hướng sát hồn sản bạc cả thế hay tới bị kéo tới thoái cung hồn sản đấy sát là nước hồn sản phải chung tranh mà thế trong này đang si cắm sọc ấy chăm chan đi ấy sao được po bị không nào thế trôi chênh thế còn đây không ai dương là ngôn tay chạy thấy đại hồn sản bạc cài ấy tận tình nhưng vô ai mà liệt mục trong tôi hỏi tôi sải ta soi ta bớt tận tăng ta soi phong tận tăng ta soi phong sải ta soi vậy chân tới lâu lai chân tới lâu la tới rư một con cha bọc trao tới đặt một con mấy chú ách bổn liên một con sỏi tiết anh chăngខ្ញុំខ្ជិលវិភាគណាខ្ញុំគ្រាន់តែនិយាយលេងទេ you know គេហៅអង់គ្លេស talk play អើយមែនទេកុំយក theory ណាមកវិភាគអាចចូលឈ្នាងទេតា James Sop និយាយហ្នឹងឲ្យហេតុផលគ្រប់គ្រាន់ទៅណា Mr. Bay ហើយតាជិលនិយាយតាជិលនិយាយតើយើងអាចបង្ខំឲ្យគាត់រៀនអ្វីដែលយើងគិតថាល្អដែរទេសឹមរតនាលួងលោមសិនមានតែការលួងលោមទេកូនបង្ខិតបង្ខំអត់បានទេឥឡូវសង្គមយើងកាច់មិនបាក់ទេតែបើយើងចង់ថ្នមបន្តិចខ្លាចលោបានណាគឹមទីសួស្ដីKimi Cambodia លោកតើមានប្រទេសណាខ្លះដែលអាចកាត់បន្ថយអំពើពុករលួយបានដោយរបៀបណាសម្បូរណាកូនគេកាត់បន្ថយអំពើពុករលួយឥឡូវកុំបាច់ទៅមើលណាឆ្ងាយមើលសិង្ហបុរីសំណួរសួរតើសិង្ហបុរីពុករលួយទេ yes ចុះបើ yes គេគិតថាប្រទេសសិង្ហបុរីជាប្រទេសអីប្រទេសសិង្ហបុរីគឺជាប្រទេសដែលរដ្ឋាភិបាលគ្រប់គ្រងអំពើពុករលួយបានម្ដងទៀតតើប្រទេសសិង្ហបុរីពុករលួយ yes ចុះប្រទេសសិង្ហបុរីនៅក្នុងចំណាត់ថ្នាក់ណាចំណាត់ថ្នាក់ប្រទេសទំនើបដែលគ្រប់គ្រងអំពើពុករលួយបានចុះកែងនិយាយថាសិង្ហបុរីពុករលួយសិង្ហបុរីពុករលួយប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងនៅពេលដែលប្រទេសមួយដែលពុករលួយតែគេអាចគ្រប់គ្រងបានគេហៅប្រទេសអត់ពុករលួយវាអត់ដែរពុករលួយដូចក្អែលអញ្ចឹងខ្ញុំទៅមួយទឹកហើយណាកក់សក់អីចឹងណាដេកមកយប់ស្អែកឡើងខ្ញុំមានក្អែលទៀតដែរហើយបើខ្ញុំមិនលុបមុខមិនអីហើយមិនដូរអាវខ្ញុំឆ្អែតហើយសិង្ហបុរីដូចគ្នាដេកមកយប់អាវឆ្អែតឃ្លៀកខោតំណប់ឆ្អែតអាចភ្នែកអាចជាអាចច្រមុះពុកលួយមាត់ស្អុយប៉ុន្តែគេដុសថ្មិញគេលុបមុខគេផាក់គេមួយទឹកគេកក់សក់ក្បាលអញ្ចឹងទៅគេស្អាតអំពើពុកលួយដូចក្អែលអញ្ចឹងដូចក្អែលដូចញើសអញ្ចឹងណាដូចក្អែលដូចញើសអញ្ចឹងអាហ្នឹងបន្តទៀតដល់ខ្ញុំនិយាយសិង្ហបុរីពុកលួយ yes សិង្ហបុរីជាប្រទេសប្រភេទណាជាប្រទេសគ្រប់គ្រងអំពើពុករលួយបានតែគេគ្រប់គ្រងយ៉ាងម៉េចទី1អ្នកនយោបាយសិង្ហបុរីគេចែកជាពីរផ្នែកមួយគេហៅស្នូលនយោបាយតែគេអត់យកជនជាតិណាមកប្រើទេគេយកតែជនជាតិមួយគត់គឺចិនហ្នឹងគេហៅថាអ្នកនយោបាយស្នូលគឺចិនគេតែងប្រាប់ចិនគ្នាគេថាទឹកដីសិង្ហបុរីទោះបីមានចាមមានចិនមានយួនមានឥណ្ឌាមានម៉ាឡាយូមានក្លឹងមានអីក៏ដោយទោះបីមានអីក៏ដោយអង្គត្រពណ៌ហ្នឹងដីហ្នឹងគឺស្នូលមនុស្សនៅក្នុងលើទឹកដីសិង្ហបុរីហ្នឹងគឺចិនអញ្ចឹងគេប្រាប់ថាដើម្បីចិនបន្តកាន់កាប់ស្នូលសិង្ហបុរីបានទី1គឺចិនហ្នឹងត្រូវ highly educated ចិនហ្នឹងគឺត្រូវតែចេះដឹងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទី1ទី2
ចិនដែលជា snow នយោបាយហ្នឹងគឺចេះអង់គ្លេសស្ទាត់មែនតើមិនគ្រាន់តែចេះនិយាយបែបបាក់ទេគឺចេះអង់គ្លេសឲ្យស្ទាត់មែនតើពីព្រោះអង់គ្លេសវាជាភាសាអន្តរជាតិទី2ទី1ត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់ទី2គឺត្រូវចេះភាសាអង់គ្លេសស្ទាត់ទាំងនិយាយទាំងសរសេរទាំងអានគឺចេះស្ទាត់ព្រោះជាភាសាអន្តរជាតិហើយសិង្ហបុរីអត់អាចប្រើភាសាចិនបានទេអត់អាចប្រើភាសាបានគឺប្រើភាសាអន្តរជាតិទី2ទី3ត្រូវកសាងខ្លួននៅក្នុងឆាកនយោបាយដែលតាក់ទងនឹងទីធ្លា3យ៉ាងចំណេញ3ដែលត្រូវបង្ហាញខ្លួនដល់ខ្លួនប្រកែទី1គឺខាងអប់រំនិងសុខាភិបាលធ្វើរដ្ឋមន្ត្រីក្រសួងអប់រំធ្វើរដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ុន្តែត្រូវតែមានស្នាដៃទី2សេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវប្រកែទី3ខាងវិស្វកម្មនិង engineering គឺវិស្វកម្មមានវិស្វកម្មនិងបច្ចេកវិទ្យាអញ្ចឹងអ្នកនយោបាយចិនហ្នឹងគេប្រាប់ចឹងហ្មងគេថា if you number one you should know that Chinese is the core leadership នៅសិង្ហបុរី and requirement is you have to earn advanced degree 1 or 2 or 3 you have to speak English write English and listen communicating in English very well international language number 3 you have to focus in building yourself in 3 areas in education and healthcare in finance and economic in technology and engineering បើអ្នកឯងធ្វើបានអានោះអ្នកឯងនឹងត្រូវ chosen to be G4 ហើយបន្ទាប់មក G5 ក៏អញ្ចឹង G6 ក៏អញ្ចឹងស្អីទៅ G generation គឺសិង្ហបុរីត្រូវតែជាចំនួនទី4ទី5ទី6នេះគឺសិតតែអញ្ចឹងទាំងអស់ចឹងអូខេឥឡូវត្រឡប់មកអំពើពុករលួយវិញ rule របស់ Singaporean political leader គេហៅថាវិន័យរបស់អ្នកនយោបាយសិង្ហបុរីវិន័យរបស់អ្នកនយោបាយសិង្ហបុរីទី1 you must live in a very humble professional life អ្នកត្រូវរស់នៅក្នុងជីវភាពដ៏សមរម្យហើយមានចំណេះដឹងខ្ពង់ខ្ពស់ពាក្យថាជីវភាពសមរម្យអត់ទេតិចចុយម្រាយមកពាក់នាឡិកាអីតិចខ្សែក្រវ៉ាត់1 10000អីចុយម្រាយអស់លើហ្នឹងឯងអត់បានទេអាហ្នឹងមិនមែនជា humble ទេអាហ្នឹងគឺជា show off ដែល totally contradicting to the principle of leadership សិង្ហបុរីឋានៈដឹកនាំសិង្ហបុរីអត់មានពាក់ជើងពេជ្រអត់មានពាក់ខ្សែក្រវ៉ាត់ល្អអត់មានពាក់នាឡិកាល្អអីទេអត់មានទេពីព្រោះរបស់អស់ហ្នឹងគឺជារបស់ថោកទាបជារបស់ថោកទាបរបស់អ្នកដឹកនាំសិង្ហបុរីអ្នកដឹកនាំសិង្ហបុរី beginning with khaki trouser and white shirt អត់ពាក់ថៃទេពាក់អាវសមិកសហើយនឹងខោកាគី beginning with that suit and tie is occasionally required but your daily work is very simple with a trouser and a shirt ខ្សែកធំក៏អត់ពាក់ដែរគឺជារបស់ថោកទាបប្រពន្ធដើរជាមួយ must dress in simple woman like dress អត់មាន fancy ពុតខ្លីអីញ៉ៃអត់មានទេអានោះគឺជា humble life របស់ leadership សិង្ហបុរីដែល Lee Kuan Yew តែងតែបង្រៀនមករហូតដែលសិង្ហបុរី agree to organize core leadership in such a មើលអា Lawrence Wong ឃើញទេឃើញវាស្លៀកពាក់ណាហើយ Singaporean leadership មាន private jet ប៉ុន្តែ rarely show ថាខ្លួនជិះ private jet គឺ Singaporean politician ត្រូវតែបង្ហាញថាខ្លួនជិះ charter flight ឡើងកប៉ាល់ហោះជិះជាមួយគេជាមួយឯងអញ្ចឹងរបៀបបន្ទាប់មកទៀតនៅពេលដែល elected ឬ chosen នៅពេលដែលរើសតាំងឲ្យចូលជា snow បុគ្គលនឹងត្រូវយល់ពីក្បាលម៉ាស៊ីនគ្រប់គ្រងអំពើពុករលួយនេះមកដល់ទៅហ្នឹងដើម្បីគ្រប់គ្រងអំពើពុករលួយគេត្រូវយកលុយដ៏ច្រើនបំផុតរបស់សិង្ហបុរីទៅទុកនៅក្នុងដៃច្បាយ You know Singapore does not have money អ្នកធ្វើការនៅសិង្ហបុរីមានតែតួលេខទេលុយរបស់សិង្ហបុរីទុកនៅឆ្ងាយណាស់អញ្ចឹងមេដឹកនាំសិង្ហបុរីអត់ឲ្យមាន overseas account អីទេ
អត់មានទេលុយរបស់ប្រទេសសិង្ហបុរីដាក់នៅក្នុង sovereign fund 2ដែល sovereign fund 2ហ្នឹងគឺកាន់កាប់ដោយច្បាយ ចំណែកតួលេខសិង្ហបុរីអ្នកកាន់ម៉ាស៊ីន in order to maintain monetary value អីសព financial situation អីក៏ប៉ុន្តែលុយអត់មាននៅក្នុងសិង្ហបុរីទេឲ្យច្បាយទាំងអស់មេដឹកនាំសិង្ហបុរីដាច់ខាតអត់មាន overseas account ទេអត់មាន offshore account អត់មានអីទេអត់មានទេមិនមានខ្សែកមិនមាន telephone ស្អាតមិនមានខ្សែក្រវ៉ាត់ស្អាតមិនមាននាឡិកាស្អាតប្រពន្ធអត់មាន fancy ទេហើយអត់មាន offshore account ទេតែមាន offshore account គឺជាប់គុកហ្មង there is no offshore account លីកុនយូលងសៀវឡុងអីណារហូតដល់ Lauren Wong អត់មានមេដឹកនាំណាមួយសិង្ហបុរីមាន offshore account ទេ offshore account គឺជាប់គុកគេបង្រៀនឲ្យដឹងអញ្ចឹងមកមេដឹកនាំហើយចិនមានភារៈមើលជនជាតិដទៃគេលើកជនជាតិដទៃឲ្យកាន់តំណែងប៉ុន្តែគេមើលតែហ៊ានតែមានអ្វីដែលពុករលួយគេចាប់ដាក់គុកភ្លាមនឹងថ្នាក់ដឹកនាំគេធ្វើអញ្ចឹងដល់ថ្នាក់ដឹកនាំគេ humble អញ្ចឹងអាយន្តការនៃការគ្រប់គ្រងអំពើពុករលួយតាមគណៈរដ្ឋមន្ត្រីគេកាន់បានពីព្រោះវាអត់មានក្មួយលីកុនយូវាអត់មានចៅលីកុនយូបើកឡានលឿនទេចាប់ឯងវាយចុយម៉ាយឡើងនៅសិង្ហបុរីវាអត់មានហ៊ុនតូហ៊ុនតូចហ៊ុនអីទេអត់មានទេអត់មានតកូលហ៊ុនអីចាញ់មកជេរគេតាម Facebook អីទេអត់ទេចុយម៉ាយអស់ឡើងហ្នឹងឯងណាហើយអត់មានកូនតកូលហ៊ុនតកូលលីកុនយូណាទៅកាន់ TV កាន់ដីរាប់ម៉ឺនហិកតារាប់សែនហិកតាអត់មានទេអត់មានយើងមើលមិនឃើញហ្មងពីព្រោះគេរៀបមកអញ្ចឹងតាំងពី67តម្លៃរបស់ Singaporean politician គឺ education តម្លៃទី2គឺស្នាដៃគេអត់ត្រូវការ honorific title គេអត់ត្រូវការគោរមងារគេអត់ត្រូវការអីទាំងអស់ហើយបើសិនគេទៅបរទេសទទួលមេដៃមានអីគេដាក់ក្នុងប្រអប់យកទុកគេអត់ដែរដាក់ក្នុង resume ទេអូមិនមែនទៅទទួលញ៉ាំបាត់កិត្តិយសគេដាក់អីទេអត់ទេត្រូវការទេនោះគេ show humble គេបង្ហាញភាពសមរម្យរបស់គេមួយថាគេអត់ភ្ញាក់ផ្អើលនឹងហ្នឹងអញ្ចឹងគណៈរដ្ឋមន្ត្រីគេរៀបស្អាតអញ្ចឹងហើយគេរៀបគណៈរដ្ឋមន្ត្រីមួយកាន់4យ៉ាងនេះនោះបើអ្នកឯងចេះកាន់តែមកក្រសួងគេអត់យកធ្វើរដ្ឋមន្ត្រីទេអ្នកឯងធ្វើរដ្ឋមន្ត្រីអ្នកឯងត្រូវចេះកាន់កិច្ចការ2 3 4ហើយ2 3 4ហ្នឹងមិនមែនគេដាក់កិច្ចការហ្នឹងឲ្យហើយអត់កាន់ទេណាមិនមែនដោយអារដ្ឋមន្ត្រីក្រសួងកសិកម្មយើងលេខពាក់ស្អាតដើរទៅនេះទៅនោះប្រកាច់មកអញ្ចឹងទេអត់ទេ no they don't need those kind of thing គឺរដ្ឋមន្ត្រីមួយឲ្យកាន់2 3ក្រសួងហើយមិនមែនកាន់តែមាត់ទេណាធ្វើការឲ្យចុយតម្លៃណាដល់បន្ទាប់ពីគណៈរដ្ឋមន្ត្រីគេ maintain control over enterprises corruption គេដាក់បទវិន័យអត់ឲ្យក្រុមហ៊ុនសិង្ហបុរីហ្នឹងពុករលួយទេតែគេអនុញ្ញាតឲ្យប្រព្រឹត្តអំពើពុករលួយជាមួយបរទេសដែលរដ្ឋាភិបាលសិង្ហបុរីត្រូវដឹងឧទាហរណ៍ថាក្រុមហ៊ុនសិង្ហបុរីមួយមហោស៊ីពណ៌ប្រភេទមានប៉ុន្តែត្រូវរាយការណ៍ឲ្យរដ្ឋាភិបាលវាហើយរដ្ឋាភិបាលហ្នឹងគេណែនាំឲ្យក្រុមហ៊ុនសិង្ហបុរីហ្នឹងកាលណាមានគ្រោះថ្នាក់គេប្រាប់ភ្លាមគេអត់ឲ្យ major corporation នៅសិង្ហបុរីហ្នឹងជាប់បញ្ជីខ្មៅទេគេមិនមែនថាលីយ៉ុងផាត់ស្រាប់ផ្លឹបលីយ៉ុងផាត់ចូលបញ្ជីខ្មៅអូកុកអានផ្លឹបចូលបញ្ជីខ្មៅអូមេ bodyguard ផ្លឹបចូលបញ្ជីខ្មៅគេអត់ទេគេប្រយ័ត្នណាស់ពីព្រោះអាយុជីវិតប្រទេសសិង្ហបុរីតែ corporate សិង្ហបុរីណាមួយធ្លាក់ចូលក្នុង black list គឺរឿងហ្នឹងពុករលួយមានតែត្រូវតែឲ្យរដ្ឋាភិបាលដឹងបានជាសិង្ហបុរីហ្នឹងវាកាន់ជាប់អញ្ចឹងនេះហើយគេហៅថាគ្រប់គ្រងអំពើពុករលួយអូខេរបស់ណាក៏ដោយឲ្យតែជាចំណុចខ្សោយរបស់សិង្ហបុរីរដ្ឋាភិបាលត្រូវដឹងពីព្រោះអីបានរដ្ឋាភិបាលសិង្ហបុរីវាដឹងព្រោះរដ្ឋាភិបាលសិង្ហបុរីគុណភាពរបស់វាគឺទី1វាត្រូវតែជាចិនទី2វាត្រូវតែមាន advanced degree តែខ្មែរថាអនុបណ្ឌិតណា1ឬ2ឬ3ទី3វាត្រូវកសាងស្នាដៃវានៅទីនៅ3យ៉ាងអប់រំនិងសុខភាពអប់រំនិងសុខាភិបាលឬក៏ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនិងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រវិស្វកម្មវាយកចិត្តទុកដាក់រឿងហ្នឹង
ហើយលុយកាក់របស់ប្រទេសវាដាក់នៅក្នុង sovereign fund វាប្រើតែតួលេខទេមាននៅក្នុងសិង្ហបុរីទាំងអស់អត់មាន offshore account ទេរកឃើញជាប់គុកជាប់គុកអត់ឲ្យមាន offshore account ទេរបៀបគេរៀបចំអញ្ចឹងសំណួរសួរខ្ញុំលើករឿងសិង្ហបុរីមកឲ្យមិនដូចស្រុកខ្មែរទេគេអត់ធ្វើអញ្ចឹងទេអត់មានយកមកធ្វើកិច្ចការអីប្រាប់ទៅលុយអញទេកុំប្រើពាក្យហ្នឹងអត់មានទេហើយកំណត់ទ្រព្យរបស់សិង្ហបុរីគឺ based on number សិង្ហបុរីអត់មានរ៉ែអត់មានអីទេសិង្ហបុរីមាន liquidity ដែល liquidity ហ្នឹងគឺបង្កើតតួលេខទេគ្រប់គ្រងទៅពុករលួយគេគ្រប់គ្រងអញ្ចឹងឥឡូវដូចស្រុកអាមេរិកចឹងបើយើងធ្វើការពិនិត្យមើលពីសម័យClinton មក Bush តើសម័យ Clinton ពុករលួយខ្លាំងទេអត់ទេ fair ចុះ Bush fair ចុះបន្ទាប់ពី Bush មក Obama អញ្ចឹងហ៎ Obama ពុករលួយ fair ប្រធានបតីមកណាត់ fair ចុះបន្ទាប់ពី Obama មកដូចជាបន្ទាប់ពី Obama ដូចជានេះហ៎ដូចជាស្អីDonald Trump ហ៎Donald Trump អាណត្តិនោះអត់មានពុករលួយfair ចុះដល់តា Joe Biden ពុករលួយក៏នៅ fair ចុះដល់ឥឡូវធ្ងន់ឃើញអ្នកដែលតាមដាននយោបាយឲ្យច្បាស់មើលទៅដឹងហ្មងឥឡូវពងធ្ងន់ឃើញស្ដេចមើលនយោបាយដឹងណាកុំជឿព័ត៌មានគេថាអូនេះពុករលួយអត់ទេពុករលួយនៅស្រុកអាមេរិកគឺជាប្រភេទលុយពាន់លានវាមិនមែនប្រភេទយកឆ្នាំញៀនទៅហាត់នៅសេតវិមានគេហៅពុករលួយទេណាគេកលេចមើលអំពើពុករលួយទៅលុយពាន់លានតែលុយពាន់លានធ្លាក់ទៅលើដៃអ្នកណានៅពេលដែលប្រជាជនបងប្អូនអាហ្នឹងគេហៅពុករលួយហើយនៅសហរដ្ឋអាមេរិកតែលុយពាន់លានហ្នឹងធ្លាក់ទៅលើដៃអ្នកណាគេអត់មើល100លាន200លានទេព្រោះនៅសហរដ្ឋអាមេរិកអំពើពុករលួយទៅពាន់លានអូបាម៉ាតែកូន Joe Biden ចឹងតូចណាស់តែទេឥឡូវធំជាងហ្នឹងឥឡូវលេងសិត2000លានអីមកក្រឹបណានឹងហើយគេហៅពុករលួយណាប្រហែលសប្តាហ៍នេះប៊ីសអស់2000លានទៀតកុំទៅចិត្តដល់បោះឆ្នោតទេចឹងសភាវាខ្លាចចាញ់ឆ្នោតអត់ព្រមកុំអីបញ្ចាញ់2000លានទៅទៀត2000លានគេយកទៅចាយបាត់គេមិនយកចាយគេយកទៅទុកបាត់អញ្ចឹងហើយចុះនៅប្រទេសបារាំងវិញមានអំពើពុករលួយមានចុះប្រទេសបារាំងតាំងពីសាគូស៊ីមកឥឡូវហ្នឹងពុករលួយខ្លាំងទេអត់ទេប្រធានាធិបតីអាណត្តិណាដោយឡើងក៏យ៉ាប់ដែរព្រោះរលួយចាយបានចុះមកក្រុងពុករលួយទេអត់ទេមកក្រុងរលួយចាយបានឃើញទេអញ្ចឹងមានន័យថាប្រទេសបារាំងគេ control ពុករលួយបានចុះអាល្លឺម៉ង់ដូចគ្នា they keep tab on corruption ចុះនៅអង់គ្លេស yes យករដ្ឋមន្ត្រីមួយ keep tab on corruption អាហ្នឹងហើយគេហៅ keep corruption under control corruption ដូចក្អែលចឹងដូចញើសចឹងអូខេហើយឆ្លើយតទៅទៀតងានសវណ្ណរាបញ្ហាព្រំដែនកម្ពុជាសៀមតទៅមុខទៀតអាចដោះស្រាយចាញ់ទេគេកំពុងតែដោះស្រាយយើងរងចាំសិនយើងមិនអាចចេះតែស្មានបានទេលំហែងសួស្ដី How are you there
នៅច្រកសំពៅលូនគេយកដៃចាក់ពេញបិទច្រកហើយខ្មែរនឹងថៃខ្លាំងរៀងខ្លួនមើលទៅដូចមិនងាយត្រូវគ្នាទេតាអរគុណចំពោះព័ត៌មានកូន Mr. Dai តើនៅពេលគេបោះឆ្នោតគេយកលុយរបស់រដ្ឋឬរបស់បកដែលលោកតាMr. Dai គណៈបកប្រជាជនគ្មានបន្ទាត់គ្មានគូបន្ទាត់លុយរដ្ឋលុយបកទេលុយទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺបោះ CPP ឧទាហរណ៍លោកហ៊ុនម៉ាណីបានលុយអីយកទៅចាយជាមួយសសយកតើសសយកជាអ្វីបើយើងពិនិត្យមើលទៅវាជាចលករបកទេវាគ្មានតាក់ទងនឹងរាជការទេចុះមិនបានប្រើប្រាស់ធនធានរាជការពីព្រោះនៅប្រទេសកម្ពុជាអ្វីសពសារពើគឺជាទ្រព្យសម្បត្តិរបស់ CPP អញ្ចឹងអ្វីដែលចៅសួរមិនបាច់សួរទេពីព្រោះគ្មានបន្ទាត់បែងចែកទេគ្មានបន្ទាត់បែងចែកទេអ្វីក៏ដោយនៅក្នុងប្រទេសកម្ពុជាគឺជារបស់ CPP ណាកូនណាបើយើងព្រមតាមថៃទៀមទេមិនបាច់ទេកូនចាំមើលរាជការអត់ប្រាប់យើងពីព្រំដែនអត់ប្រាប់យើងពីសមុទ្រអត់ប្រាប់យើងពីដែនដីទេដូច្នេះយើងកុំខំគិតយ៉ាងម៉េចក៏គិតមិនចាញ់ដែរជួនកាលគេធ្វើឆ្លោះគ្នាអញ្ចឹងស្រាប់ទីបំផុតទៅហ៊ុនសែនក៏ថាអូខេទៅរកស៊ីមួយជាតិទៅហើយគេបិទយើងអត់ដឹងថាទឹកសមុទ្រយើងយ៉ាងម៉េចទេរឿងដែលឡូឡានេះដោយសារថៃវាឡូឡាទេបើកុំតែថៃវាមកឆ្លោះជាមួយនឹងហ៊ុនសែនណាកុំអីយើងដេកលក់អត់មានដឹងអីទាំងអស់បើសិនណាជាតាក់សិនអត់មានបញ្ហាបើសិនណាជាតាហ៊ានវាអត់មានបញ្ហាជាមួយហ៊ុនសែនក៏វាគ្មានបញ្ហាអនុទិនដែរអនុទិនវារស់ស៊ីជាមួយបានស្រីមុំបើច័ន្ទអូឆារស់ស៊ីតិចតិចជាមួយហ៊ុនសែនហើយចប់បន្ទាប់ពីច័ន្ទអូឆាមកភឿថៃអត់មានបញ្ហាហើយតិចតិចជាមួយគ្នាបានស្រីមុំវារកស៊ីជាមួយនឹងអនុទិនចានវិរៈគុណចំណែកយើងនេះអត់ដឹងអីទាំងអស់រីឯកំណត់ទ្រព្យ 300,000 លាននៅបាតសមុទ្រហ្នឹងគេទាញយកផលមកគេដាក់កប៉ាល់រៀងខ្លួនសួរថាយើងជាប្រជាជនខ្មែរនឹងទៅធ្វើអីគេគេយកលុយដាក់កប៉ាល់គេទៅណាដូចអង្កលគេនិយាយគេថាតំណក់ប្រេងបានបូមឡើងមកហើយឥឡូវប្រេងនៅណាប្រេងចុះបូមហើយចុះអាបូមឡើងមកគេលក់យកលុយចាយអស់ហើយមិនបាច់និយាយច្រើនទេយើងគាត់ថាជិះឡានតាមថ្នល់ឲ្យរាប់ភ្នំឆ្នាំក្រោយយើងជិះឡានមើលភ្នំវាចេះតែបាត់ពួកគេកាយហើយយើងថាម៉េចថាត្រូវចុយម៉ាយលើគេវាយក្បាលបែកលើទៅចាប់ដាក់គុកលើណាទ្រព្យសម្បត្តិនៅលើផែនដីជារបស់គេណា CPP អញ្ចឹងហើយបានហ៊ុនសែនតែលុយអញស្អីអញអ្នកធ្វើអីស្អីដូច្នេះហើយអត់មានការបែងចែកទេឈប់ស្រមៃទៅអារឿងបែងចែកហ្នឹងបញ្ហាព្រំដែនចង់គេស្រាយក៏ដោយមិនស្រាយក៏ដោយអាហ្នឹងអញ្ចឹងកូនណាបើយើងព្រមតាមថៃអត់បាច់ទេឆ្លើយឲ្យនៅរតនាស្រេចតែតសែនទេឃើញឆ្លោះគ្នាអញ្ចឹងតែបន្តិចទៅគេត្រូវគ្នាទៅគេចែកលុយទៅគេដាក់កប៉ាល់ទៅយើងអត់ដឹងធ្វើអីគេទេព្រោះយើងអត់ដឹងសមុទ្រយើងនៅណាអត់ដឹងដែនដីយើងនៅណាទេផែនទីយើងដែរឃើញផងតែកម្ពុជាអាចយកដីមកវិញចង់យកដីមកវិញក៏ដោយក៏ស្រែងត្រីឯងអត់បានឥឡូវខ្ញុំនិយាយឲ្យស្រួលស្ដាប់ប្រជាជនដែលទៅនៅផ្ទះសង្កសី 3000 ផ្ទះនោះគ្មានថ្ងៃវិលទៅវិញទេអត់មានថ្ងៃទៅវិញទេអាព្រៃច័ន្ទនងច័ន្ទជោគជ័យអាថ្មដាអូវែងអូខ្លីអាប្រកាច់យកអីអានតែអត់មានទៅវិញទេចាប់ហើយបើគេត្រូវគ្នាក៏យើងអត់ទៅវិញទេអាផ្ទះ 3000 ហ្នឹងនៅទៅណាហើយបើចង់សលេបលេទៅចាប់ដូច្នេះហើយចង់បើសួរយកដៃទៅសួរព្រំដែនខាងកើតសិនយកបានទេយកអត់បានអញ្ចឹងខាងលិចសាច់ទៅត្រូវគ្នាទេតែគេត្រូវគ្នាហើយបើគេមកភូតយើងឲ្យយើងអបអរសាទរជ័យជំនះយើងក៏អបអរសាទរតែដីវាអត់នៅនឹងទេ
គេចែកគ្នាជាមួយចិត្តខាងហ្នឹងបងរាហេងស្ដាប់លោកតាមួយពាក្យពិតជាមានន័យខ្លះណាស់ដូចភាកមុនលោកតានិយាយថាគេកើតមកស្រាតដូចជាយើងអញ្ចឹងបើពិតអញ្ចឹងហើយតានិយាយអញ្ចឹងហើយយកទៅគិតទៅចាឯងយល់ហើយណាComedy look at South Korea corruption a lot of leader go to jail អានឹងហើយគេហៅថាពង្រឹងការគ្រប់គ្រងអំពើពុករលួយប្រធាន Samsung ក៏គេដាក់គុកដែរណារិនពេតេរីមានន័យថាម៉េចចុះទេយៈទេយិកាអូទេរីអត់ដឹងទេកូនអត់ដែលស្គាល់ពាក្យហ្នឹងផងទេយៈហើយនឹងទេយិកាមានន័យថាមនុស្សប្រុសមនុស្សស្រីដែលអត់ថ្វាយខ្លួនចំពោះសាសនាទេតែចូលរួមកិច្ចការបំពេញអីជាមួយសាសនាឧទាហរណ៍ចៅឯងច្រឡំគេសួរថាចៅកាន់សាសនាអីខ្ញុំកាន់សាសនាពុទ្ធបើគេសួរតាវិញតាកាន់សាសនាអីតាកាន់សាសនាពុទ្ធតាមពិតអានឹងកាន់ទៅកាន់ក្តរអញ្ចឹងដូចកាន់ពងក្តរនោមអញ្ចឹងមិនបានអញ្ចឹងមែនទេតាជេមសុកនេះគ្មានពុទ្ធកណ្ដួយអីទេគាត់អត់ថ្វាយខ្លួនផងនោះហើយចៅឯងនេះក៏គ្មានពុទ្ធសាសនាកណ្ដួយអីដែរអត់ថ្វាយខ្លួនអានឹងហើយគេហៅទេយៈមនុស្សប្រុសដែលដាក់លុយ$1ដាក់1000 5000ទៅក្នុងផ្តិលហើយលើកដៃអញ្ចឹងឲ្យសុំសម្បត្តិ3ប្រការឬក៏យកចង្ហាន់មួយចានស្រាក់យកទៅវត្តប្រគេនលោកគេហៅថាទេយៈមនុស្សប្រុសគេហៅទេយៈបើមនុស្សស្រីគេហៅទេយិកាជនដែលធ្វើបុណ្យក្នុងពុទ្ធសាសនាប៉ុន្តែអត់បានថ្វាយខ្លួនទេអត់បានថ្វាយខ្លួនហ្នឹងខ្មែរគេថាអត់កាន់សិលទេហើយចេះតែជឿខ្ញុំបុទ្ធិកុហកទេអាចេមែនណាទៅជាបុទ្ធិកើតវាអត់ដែលកាន់សិលផងនោះហើយចៅឯងអត់កាន់សិលផងបុទ្ធិហ្មងមនុស្សពេញមកស្រុកខ្មែរមនុស្សតិចណាស់កាន់សិលមានអាខ្លះកោសក់ហើយអត់ទាំងកាន់សិលទៀតដូចអាឆែបមកក្តីណាព្រះភិក្ខុកណ្ដួយអីបើវាអត់កាន់សិលផងបានចេតាប្រាប់ថា7មករាទេអានោះមិនមែនពុទ្ធសាសនាទេអានឹងសាសនា7មករាព្រោះកាលយួនវាយកប្រមាណអ្នកមក9អាទេពវងណាអាប្រមាណអ្នកដែលមកណាអានឹងចៅទេចៅយួនទេអានឹងបោដូចដែរអានឹងដាក់កងយួនដែរអានឹងកងអានយួនដែរកោសក់មករុំមកធ្វើវាមកវាមកផ្ទះក្បាលអាទេពវងផងអានោះថ្ងៃផងទៅតែឯងបួសហើយអានោះថាកណាអង្គការប៉ះបានវាកើតពេញស្រុកពេញដីស្រុកខ្មែរនេះមានពុទ្ធសាសនាអីទៀតអញ្ចឹងហើយបានមនុស្សក្រោយហ្នឹងចេះតែធ្វើទៅធម្មមេចាលាយគ្នារហូតដល់អាឆែបមកទេហើយយើងនឹងយកលុយឲ្យគេទៅអញ្ចឹងត្រឡប់វិញទេយៈហើយនឹងទេយិកាគឺមនុស្សប្រុសទៅដាក់បាតទៅចូលបុណ្យអីចឹងប៉ុន្តែអត់ថ្វាយខ្លួនទេអត់កាន់សិលទេនឹងហើយហៅទេយៈទេយិកាព្រះអង្គហួតតាតព្រះដេចចប្រគុណហួតតាតសម្ដេចហួតតាតលោកសរសេរនៅក្នុងសៀវភៅមួយយកនេះក៏មើលក៏បានដែរបងហួតតាតលោកសរសេរសៀវភៅមួយបាទនេះមិនមែនសៀវភៅរបស់លោកទេនេះគឺជាស្កូនសៀវភៅមួយដែលគេហៅកេហធម្មវិន័យដែលគេបោះពុំឡើងឧទ្ទិសកុសលចំពោះព្រះចំពោះសម្ដេចធម្មលិខិតលវីអែមណានៅក្នុងមេរៀនទី2នាមបញ្ញត្តិរបស់ក្រហមអ្នកកាន់ពុទ្ធសាសនាមាន2គឺអ្នកកាន់ណាទេយៈទេយិកាទេយិកាឧបាសកឧបាសិកានាមបញ្ញត្តិ2នេះមានន័យប្លែកគ្នាដូចតទៅនេះទេយៈទេយិកាបានដល់បរិសុទ្ធស្ត្រីដែលមានសទ្ធាចំពោះព្រះពុទ្ធសាសនាត្រឹមតែធ្វើទានមិនបានថ្វាយខ្លួនចំពោះព្រះរតនត្រ័យឡើយយើងនឹងហើយទេយៈទេយិកានោះអាចេមសុកឯណាវាកាន់ពុទ្ធសាសនាអីវាបើវាអត់ថ្វាយខ្លួនផងនោះចៅឯងឯណាកាន់ពុទ្ធសាសនានោះយើងនឹងគ្រាន់តែចូលប៉ុនហើយទៀមទាដាក់លុយចូលក្នុងផ្ទះហើយចង់បានត្រូវឆ្នោតត្រូវអីយើងនឹងវាអញ្ចឹងយើងនឹងប្រព្រឹត្តតែអំពើបាបអញ្ចឹងយើងដាក់លុយ$1ចូលទៅយើងចង់បានសម្បត្តិទេវតាលូបលន់អញ្ចឹងអាហ្នឹងហើយគេហៅទេយៈនោះបើជាប្រុស
ស្រីគេហៅទេជាការបើនិយាយជាកំ pl ែងវិញគឺអាមនុស្សទេធំយកបាយមកស្រាក់ទៅប្រគេនលោកប៉ុន្តែទេសម្បត្តិនិព្វានយកលុយទៅដាក់នៅផ្ទិលលើកដៃចឹងចង់ឲ្យត្រូវឆ្នោតគឺលោភលន់អាមនុស្សលោភលន់នេះឈ្មោះវាទេយកបើប្រុសចំណែកមនុស្សស្រីវិញគឺទេជាការពួកដែលទៅបាត់ជើងខ្វាញ់គូមកឆែកទាំងចំទៀងទាំងចំតិតអត់អសូរហ្នឹងណាសិតតែមនុស្សលោភតែខ្វាញ់គូមកឆែកណាឆែកវាចោលទេប៉ុន្តែខ្វាញ់គូមកឆែកហ្នឹងគឺលោភចង់ទៅនិព្វានអត់ទេពួកមីអស់ហ្នឹងទោះបីលៀកសពាក់សក៏ដោយក៏ទៅនរកដែរខ្ញុំចេញសពតែងាប់ទៅនរកហើយវាមិនដែលទៅនិព្វានទេពួកសត្វតែមនុស្សលោភអញ្ចឹងហើយបានពេលខ្ញុំដាក់លុយមានអាចារ្យធ្វើដៃចេះឲ្យខ្ញុំនៅតែស្ងៀមដើម្បីឲ្យពោអីខ្ញុំអត់ចង់បានពោហ្នឹងទេពីព្រោះខ្ញុំខ្លាចទៅនរកក៏ដូចមកលុយ$20ខ្ញុំយកទៅចូលបនខ្ញុំចង់ទៅឋានសួគ៌ហ្មងណាថ្ងៃក្រោយខ្ញុំឈប់ទៅចូលបនអាចារ្យហ្នឹងពីព្រោះនាំពិបាកខ្មាស់គេចុយម៉ែកាំងមីក្រូហ្វូននេះលោកចេមសុកណាឥឡូវនេះមានសក្តិជ្រះថ្លាដាក់$20ចូលបនផ្កាសូមឲ្យលោកសម្បត្តិអីណាកើតជាតិណាអីណាច្រើនណាច្រើនអញអត់ចូលអញ្ចឹងទេអញអត់ចូលទេអញអត់ចូលអញ្ចឹងទេបាបធ្ងន់ណាស់ព្រោះ$20ទៅធ្វើចង្ហាន់លោកនឹងមួយអង្គអត់ឆាន់គ្រប់ផងហើយអញក៏ទៀមទាសម្បើមែនហើយចង់កិច្ចចាញ់អាចារ្យធ្វើដៃចេះថ្ងៃក្រោយឈប់ប្រាប់ប្រពន្ធខ្ញុំបងអត់ចូលបនទៀតទេអូនថ្ងៃក្រោយទៅកាយដាក់សំសម្បត្តិអត់ចូលបននេះចុយម៉ែអាចារ្យនេះឲ្យពលលឺខ្លាំងមែនតើអាណាចូលទៅអញដឹងអញទៅនរកតែងាប់ទៅនរកហើយមិនដែលទៅឋានសួគ៌$20ទេពីព្រោះអញលោភពេកបងប្អូនយល់ពាក្យខ្ញុំនិយាយទេចៅយល់ពាក្យតានិយាយហ៎ដឹងតានិយាយនឹងមានន័យថាម៉េចទេគិតបន្តិចមើលតានិយាយនឹងជា education ជាការព្រៀនបដៅចៅឯងឲ្យយល់ដូចអាចៅនឹងតាធ្វើម៉េចរៀនឲ្យឆាប់ចប់ហើយធ្វើការបានប្រាក់ខែច្រើនណារៀនឆាប់ចប់ហើយបានប្រាក់ខែច្រើនតែឯងទៅនរកហើយវាមិនដែលមានសាលាណាឲ្យរៀនឆាប់ចប់ហើយបានប្រាក់ខែច្រើនទេដូចគ្នា$20ណាទៅឋានសួគ៌កើតនោះអត់កាន់សិលផងនោះអញ្ចឹងហើយត្រឡប់តទៅទៀតនេះនិយាយណាអាហ្នឹងចឹងជួបគ្នា3នាទីទៀតជំរាបលា